លនឹងបុណ្យនេះប្រើជំនួសគ្នានេះត្រូវឲ្យយើងយល់ថាវាមានពីរចំណែកមួយប្រព្រឹត្តនៅក្នុងទេភូមិកធម៌មួយប្រព្រឹត្តនៅក្នុងចតុភូមិកធម៌ដូច្នោះបានជាព្រះដ៏មានពភាកនៅពេលដែលព្រះអង្គទ្រង់ត្រាស់ដឹងនៅភ្លាមតែកំពុងតែគង់នៅលើរតនបល្ល័ង្កក្រោមម្លប់នៃព្រះពោធិព្រឹក្សហ្នឹងដែលព្រះអង្គទ្រង់ត្រាស់ដឹងនៅថ្មីហ្នឹងព្រះអង្គពិចារណាឃើញថាព្រះអង្គគឺជាព្រះសម្មាសម្ពុទ្ធដែលទ្រង់គ្របសង្កត់នៅទេភូមិកធម៌ផងហើយត្រាស់ដឹងនៅចតុភូមិកធម៌ផងអកុសលដ៏លាមកនេះអកុសលដ៏លាមកនៅក្នុងទេភូមិកធម៌មិនអាចធ្វើឲ្យព្រះអង្គប្រឡាក់បានឡើយឃើញទេសូម្បីតែព្រះអង្គត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធហើយអកុសលវានៅមាននៅក្នុងផែនដីយើងនេះណាវានៅមានទោះជាមានកុសលអកុសលវានៅក្នុងអ្នកដទៃក៏ដោយតែដល់ព្រះអង្គជាព្រះសម្មាសម្ពុទ្ធព្រះអង្គរួចផុតអំពីកិលេសហើយអស់នៅអាសវៈហើយគឺព្រះអង្គអត់អាចប្រឡាក់ជាមួយនឹងអកុសលរបស់អ្នកដទៃទេយល់ទេចាយល់ទេមកអំពីព្រះអង្គបានត្រាស់ដឹងនៅចតុភូមិកធម៌គឺភូមិ4ដែលមានលោកតរាយល់ទេចាតែបើសិនជាយើងឥឡូវបានជួបពុទ្ធសាសនាហើយយើងប្រឹងតែកុសលដែលប្រព្រឹត្តនៅក្នុងភូមិ3ប្រកបជាប្រឡាក់ជាមួយនឹងអកុសលធម៌របស់អ្នកដទៃយល់ទេចាហ្នឹងហើយកាលណាប្រឡាក់យ៉ាងម៉េចឯងវាយអញវាយឯងឃើញទេវាយទៅវិញទៅមកឯងគុំគួនអញគុំគួនឯងវិញឯងឈ្នះអញត្រូវតែឈ្នះឯងវិញអញ្ចឹងវាប្រឡាក់ប្រឡូកគ្នាទៅវិញទៅមកយល់ទេចាអញ្ចឹងមានន័យថាអកុសលប្រឡាក់ប្រឡូកច្បោកច្បល់ចំពោះអ្នកដែលជាអ្នកធ្វើនៅកុសលនៅក្នុងភូមិ3តែចំពោះកុសលដែលប្រព្រឹត្តនៅក្នុងភូមិ4ដែលមានដំណើរដើម្បីត្រាស់ដឹងនៅមគ្គផលនៃព្រះនិព្វាននេះគឺអត់ប្រឡាក់ជាមួយនឹងអកុសលដ៏លាមករបស់អ្នកដទៃទេតាមបានទេបងប្អូន